បងប្អូនណាចូលឆ្នាំថ្មីភ្លាមមានអារម្មណ៍ថាសប្បាយចិត្តបងប្អូនចូលឆ្នាំថ្មីជួបព្រឹងអីគេខ្លះដែរមើលខមមិនម្នាក់មួយមើលថ្ងៃហ្នឹងដក7អង្សាណែមើលពាក់កៅអៅគឺ100ជាន់ហើយនៅកៅអៅល្ងាមួយជាន់ទៀតខោតុំតិចបានម្ដងងើបឈរសិនឥឡូវពាក់លេងចូលបដ ாய் មើលបាពុះពាក់លេងចូលអីហ្នឹងមិនបាពុះបាយមើលដៃបាពុះពាក់លេងចូលអីហ្នឹងពាក់អញ្ចឹងត្មងទៅអញបាច់បិទទេនៅផ្ទះអុកសុកហ្នឹងឯនឹងឈៀតនាំកូនដើរលេងកន្លែងថ្មីទៀតហើយ Hello Uncle May Merry Christmas គេចូលឆ្នាំថ្មីហើយកូនខ្ញុំទៅ Merry Christmas នេះអត់យល់តែម៉ែដូចអ្នកប្រកបកូនឲ្យនិយាយទៅនេះកន្លែងនេះខ្ញុំប្រាប់ថាឲ្យគេថាប់ខ្ញុំមួយប្រយ័ត្នខ្ញុំសែគេធ្វើច្រឹកថា No no អត់មានសែទេម៉ាម៉ាអេណាអាយុម៉ានអាយុម៉ានអីនិយាយលឺអាយុ2ឆ្នាំសេលីណាហងថ្ងៃហ្នឹងទាខ្ញុំទៅលេងកន្លែងចឹងរហូតហើយបើថាទៅគ្មានបានលេងស្អីទេមើលគេមើលឯងតិចតួចហ្នឹងគ្មានលេងស្អីទេហើយមកថ្ងៃហ្នឹងមានអ៊ីគេមកលេងដែរអញ្ចឹងណាកូនគាត់វិញដូចមិនពាក់សេលីណាអញ្ចឹងតែពេលទៅអត់មានលេងមួយគ្នាសោះអញ្ចឹងហើយពេលពួកខ្ញុំទៅខ្មែរដឹងបានទៅកន្លែង indoor playground ហ្នឹងហើយអញ្ចឹងហើយចង់រកសេលីណាអត់សូវបាក់ទេដូចនៅ ER នេះតែថ្ងៃហ្នឹងខ្ញុំចង់មកប្រាប់បងប្អូនដោយសារមានបងប្អូនសួរច្រើនមែនតើថាខ្ញុំទៅដល់ខ្មែរថ្ងៃណាខ្ញុំទៅដល់ខ្មែរចុងខែ1ថ្ងៃ20ជាងអញ្ចឹងណាហើយសំណួរមួយទៀតដែលខ្ញុំទទួលបានច្រើនខ្លាំងមែនតើហើយនៅតែមានបងប្អូនសួរតគ្នារហូតខ្ញុំឆ្លើយដែរតែនៅតែមានបងប្អូនសួរគាត់សួរខ្ញុំថាខ្ញុំនៅខេត្តណាខ្ញុំនៅភ្នំពេញបងប្អូនអត់មានខេត្តទេប៉ុន្តែខេត្តប៉ាខ្ញុំនៅព្រៃវែងអញ្ចឹងពេលតនេក៏អាសាទៅលេងនៅព្រៃវែងនឹងដែរនៅតែនិយាយដដែលបងប្អូនមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងព្រោះមួយថ្ងៃទៅមួយថ្ងៃចិត្តគៀកខ្លាំងមែនតើមានបងប្អូនខ្លះគាត់និយាយនៅក្នុងវីដេអូមុនដោយសារខ្ញុំថាទៅដល់បានម៉ែខ្ញុំមើលកូនអញ្ចឹងខ្ញុំយល់ខ្ញុំមិនចង់ដាក់បន្ទុកម៉ែខ្ញុំទេប៉ុន្តែគាត់សប្បាយចិត្តនឹងបានមើលព្រោះចៅគាត់មិននៅខ្មែរទេគាត់នៅស្រុកគេអញ្ចឹងហើយពេលកូនបានទៅគាត់សប្បាយចិត្តនឹងមើលចៅខ្ញុំមិនទៅប្រាប់ម៉ែថាម៉ែត្រូវមើលកូនខ្ញុំអីទេអត់ទេហើយមួយទៀតម៉ាក់ខ្ញុំគាត់ត្រូវមកលេងអាឡម៉ង់ទៀតដើម្បីជួយមើលកូនខ្ញុំតែខ្ញុំថាអត់ទេខ្ញុំមើលខ្លួនឯងបានតែពេលខ្ញុំទៅខ្មែរគឺខ្ញុំត្រូវការម៉ែឲ្យខ្ញុំដែរកូនយើងទូនីតិយើងប៉ុន្តែពេលខ្លះយើងក៏ត្រូវការមានអ្នកជួយដែរផ្លូវកាយវាហត់រាល់ថ្ងៃហើយបើនៅចិត្តម៉ែឲ្យជួយមើលកូនគឺផ្លូវចិត្តកាន់តែល្អទៀតហើយម៉ែឲ្យយើងគាត់ចង់មើលចៅគាត់ដែលក្តីស្រឡាញ់ចេញពីចិត្តខ្លួនគាត់ហ្មងនិយាយចាំទៅគឺផ្លូវកាយខ្ញុំហត់ខ្លាំងណាស់រាល់ថ្ងៃហ្នឹងហើយឥឡូវកូនខ្ញុំកាន់តែធំទៅហើយខូចទៀតពេលខ្លះខ្ញុំសឹងថែមតើរួចចេញនិយាយចង់យកមែនប៉ុន្តែកូនខ្ញុំជាអ្នកយកខ្ញុំជាអ្នកជ្រើសរើសចឹងហើយមានតស៊ូទៅមុខទៀតទេថ្ងៃហ្នឹងខ្ញុំអត់ដែលបានដេកពេញភ្នែកសូម្បីតែមួយថ្ងៃទេចឹងហើយបើបងប្អូនចង់និយាយថាខ្ញុំអាត្មានិយមយកកូនទៅឲ្យយាយមើលអីចឹងថាចោះប៉ុន្តែខ្ញុំពេលនេះខ្ញុំពិតជាត្រូវការម៉ែខ្ញុំមែនតើខ្ញុំពិតជាចង់សម្រាប់ម៉ែរយៈហើយពេលខ្ញុំទៅខ្មែរខ្ញុំយកពេល3 4ថ្ងៃគឺខ្ញុំចង់ដើរលេងខ្ញុំចង់ទៅអង្គុយនៅមាត់សមុទ្រម្នាក់ឯងគាត់មនុស្សខ្ញុំគឺស្រឡាញ់សមុទ្រណាស់ចឹងហើយវាអាចជា therapy ខ្ញុំមួយឲ្យផ្លូវកាយផ្លូវចិត្តខ្ញុំមិនធូរថាស្បើយឡើងវិញចឹងហើយនេះសំណាងខ្ញុំអត់មានជំងឺបាក់ទឹកចិត្តក្រោយសម្រាប់ផងហើយខ្ញុំជួបព្រឹងអីគេខ្លះគឺអត់មានអ្នកដឹងទេខ្ញុំសរសើរខ្លួនឯងដែលមានផ្លូវចិត្តផ្លូវកាយខ្ញុំរឹងមាំអញ្ចឹងកុំអីបងប្អូនគ្មានបានឃើញវីដេអូម៉ែសេលីណាទេ20ថ្ងៃជាងទៀតទេម៉ែសេលីណាធំស៊ូ